ខ្ញុំមិនដឹងថារឿងទាំងអស់នេះវាបែបណាចំពោះឯងនោះទេហើយខ្ញុំក៏គិតថាចៅគឺជាកូនស្រីរបស់ឯងដែរមែនចៅគេតែងតែទទួលបានការថ្នាក់ថ្នមតាំងពីនៅក្មេងមកម្លេះវាជារឿងធម្មតាទេដែលខ្ញុំស្រឡាញ់នាងមែនទេមែនហើយចៅគេគឺជាក្មេងល្អមិនដូចអេរីយ៉ានោះទេចៅភារកិច្ចចម្បងរបស់ឯងឥឡូវនេះគឺគ្រាន់តែរីករាយជាមួយវានៅផ្ទះរបស់ឯងនៅថ្ងៃនេះការងារទាំងអស់នេះឯងមិនបាច់ថ្វាយខ្វល់នោះទេឯងទុកឲ្យម្ដាយរបស់ឯងជាអ្នកធ្វើទៅបន្ទាប់មកឯងក៏អាចប្រាប់ទៅឪពុកឯងឲ្យទូរស័ព្ទទៅអេរីយ៉ាមកបម្រើឯងក៏បានស្រាប់តែបានឮសម្ដីជំនួយការនិយាយបែបនេះហើយម្ដាយរបស់ចៅគាត់ក៏បានគិតក្នុងចិត្តថាគេនេះគឺជាមនុស្សអាក្រក់ខ្លាំងណាស់ដែលចាត់ទុកកូនស្រីរបស់ខ្លួនឯងដូចជាអ្នកបម្រើខ្ញុំសង្ឃឹមថាឯងនឹងសប្បាយចិត្តនៅពេលដែលឯងដឹងការពិតទាំងនេះមែននិយាយចឹងលោកហ្វាងការផ្ទេរក្រុមហ៊ុនទៅឲ្យចៅអាវានឹងដំណើរការយ៉ាងដូចម្ដេចដែរនៅថ្ងៃនេះខ្ញុំបានរៀបចំវាទុកជាស្រេចហើយនៅរឿងទាំងអស់នេះប៉ុន្តែនៅចំពោះមុខអ្នកទាំងអស់គ្នាជាសាធារណៈខ្ញុំនឹងបើកបង្ហាញវានៅថ្ងៃនេះថាចៅនឹងមកគ្រប់គ្រងក្រុមហ៊ុនជំនួសខ្ញុំនេះជាការភ្ញាក់ផ្អើលដែរនៅថ្ងៃនេះអ្នកម៉ាក់ខ្ញុំទើបតែមានអាយុ18ឆ្នាំទេអ្នកម៉ាក់កុំបារម្ភពីការផ្ទេរក្រុមហ៊ុនមកឲ្យខ្ញុំអីហេតុអ្វីមិនឲ្យបារម្ភឯងសមនឹងទទួលបានក្រុមហ៊ុនពីម្ដាយឪពុករបស់ឯងវាច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នានឹងច្រណែនឯងនៅថ្ងៃនេះព្រោះឪពុកម្ដាយរបស់ឯងតែងតែមានមោទនភាពចំពោះឯងប្រាកដណាស់កូនស្រីម៉ាក់ព្រោះចៅគឺជាកូនស្រីបង្កើតរបស់ម៉ាក់ហើយក៏ជាគ្រាប់គុជដ៏ភ្លឺថ្លាបំផុតនៃគ្រួសាររបស់ពួកយើងស្រាប់តែភ្លាមនោះជំនួយការរបស់ម្ដាយអេរីយ៉ាគាត់ក៏បានគិតក្នុងចិត្តថាហ្វាងមេងយុននាងកុំមានមោទនភាពពេកបន្តិចទៀតនេះខ្ញុំនឹងលាតត្រដាងនៅពេលដែលចៅទទួលបានក្រុមហ៊ុនរបស់នាងចាប់ពីថ្ងៃនេះទៅ Shengshi Group គឺជារបស់ខ្ញុំហើយស្រាប់តែកំពុងតែគិតក្នុងចិត្តនោះទូរស័ព្ទរបស់គាត់ក៏បានរួឡើងជំរាបសួររបាយការណ៍វាតម្លៃចេញថ្ងៃនេះហើយមែនទេឡចាំខ្ញុំឲ្យប្អូនប្រុសខ្ញុំចេញទៅយកវាភ្លាមម្ដាយធរតើបាយការណ៍វាតម្លៃអ្វីកូនស្រីរបស់ម្ដាយធរខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ឯងដែលនឹងមិនអាចបំភ្លេចវាបានអ្នកមីងមានការភ្ញាក់ផ្អើលអ្វីសម្រាប់ខ្ញុំមែនទេពេលវេលានឹងមកដល់ឯងនឹងបានដឹងការពិតហើយខ្ញុំមើលទៅដូចជាអាចកំបាំងណាស់អញ្ចឹងមានតែខ្ញុំទន្ទឹងរង់ចាំមើលវាហើយមើលទៅប្រាកដណាស់ឯងត្រូវតែរង់ចាំវាខ្ញុំសង្ឃឹមថាឯងនឹងមើលទៅវេទនាដែលមិនអាចទទួលយកការពិតបានថានឹងអ្វីគ្រប់យ៉ាងបាត់បង់ហើយវាក៏คล้ายជារបស់ខ្ញុំដែរនៅថ្ងៃនេះអូខេអ្នកទាំងអស់គ្នាភ្ញៀវទាំងអស់នៅទីនេះសូមមកចូលរួមថ្ងៃពិធីបើកកិច្ចផ្ទេរសិទ្ធិទៅឲ្យកូនស្រីរបស់ខ្ញុំតោះយើងឆាប់ឡើងទៅឆាប់ឡើងហើយភ្ញៀវដែលបានចូលរួមនោះពួកគេពិតជាឆ្ងល់ខ្លាំងណាស់ថាក្មេងស្រីដែលតែងតែនៅក្បែរចៅនោះគឺជាអ្នកណាខ្ញុំមើលទៅគេហេតុអ្វីបានជាក្រអឺតក្រទម្លេះនាងធ្វើបានឲ្យកូនស្រីថ្នាក់ដឹកនាំបាក់មុខហើយនៅថ្ងៃនេះក្មេងស្រីម្នាក់នេះគឺជាអ្នកបម្រើដែលបានអ្នកនាងចៅទិញយកមកអូហ្វាងម៉ូយ៉ានទោះបីជាអ្នកទាំងពីរមានលុយច្រើនមហាសាលកូនស្រីរបស់អ្នកទាំងពីរកំពុងតែដឹងដាប់នៅក្រោមកំដាប់ដៃរបស់ខ្ញុំរួចទៅហើយអ្នកទាំងពីរតែងតែស្អប់ខ្ពើមធូលីដេរហូតមកហើយតែនៅថ្ងៃនេះខ្ញុំនឹងឲ្យអ្នកទាំងពីរបានដឹងកាន់តែច្បាស់ថាធូលីដេម្នាក់នេះនឹងធ្វើឲ្យអ្នកទាំងពីរភ្លឺភ្នែកអរគុណទាំងអស់គ្នាសម្រាប់ការចូលរួមថ្ងៃនេះកូនស្រីរបស់ខ្ញុំមកទីនេះដើម្បីចូលរួមពិធីធ្វើគូបកំណើតគម្រប់អាយុ18ឆ្នាំហើយថ្ងៃនេះក៏ជាថ្ងៃល្អបំផុតរបស់មិត្តល្អរបស់ខ្ញុំដែរគឺកូនស្រីរបស់នាងអេរីយ៉ាបងមកចូលរួមក្នុងកម្មវិធីនេះជាមួយគ្នាដែរព្រោះអេរីយ៉ាក៏បានកើតមកក្នុងថ្ងៃមួយជាមួយកូនស្រីខ្ញុំដែរកំពុងតែនិយាយអ្វីនេះក្មេងស្រីម្នាក់នេះមិនមែនជាអ្នកបម្រើទេប៉ុន្តែខ្ញុំមើលទៅសម្លៀកបំពាក់បែបនេះនាងអាចចូលមកកម្មវិធីឆ្នាំថ្មីវ័យ18របស់នាងកើតដែរមែនដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយកូនស្រីរបស់ខ្ញុំគឺមានអាយុ18ឆ្នាំហើយនាងក៏បានចូលសាកលវិទ្យាល័យឈីងប៉ៃប៉ុន្តែនៅឆ្នាំនេះខ្ញុំក៏បានបង្រៀននាងនៃពីការកាន់កាប់ក្រុមហ៊ុនរបស់ខ្ញុំរយៈពេល3ឆ្នាំរបស់នាងហើយសមត្ថភាពរបស់នាងក៏ខ្ញុំបានបំពេញនិងបំពេញលក្ខណៈគ្រប់គ្រាន់ការមើលខុសត្រូវរបស់ក្រុមហ៊ុនដែរដូច្នេះខ្ញុំបានសម្រេចចិត្តនឹងបោះបង់តំណែងរបស់ខ្ញុំជានាយកប្រតិបត្តិទៅឲ្យកូនស្រីរបស់ខ្ញុំវិញចៅជប់ចាប់ពីថ្ងៃនេះទៅកូនគឺជាប្រធានក្រុមហ៊ុន Shengshi Group ហើយនេះគឺជាអំណោយដែលម៉ាក់បានផ្ដល់ទៅឲ្យឯងហើយវាក៏ជាបញ្ហាប្រឈមសម្រាប់ឯងផងដែរប៉ុន្តែម៉ាក់នៅតែជឿជាក់លើកូនស្រីរបស់ម៉ាក់ម្នាក់នេះអ្នកម៉ាក់ចុះបើសិនជាខ្ញុំមិនអាចធ្វើវាបានល្អនោះចៅតើកូនមានចាំពីការលេងព្យាណូកាកូននៅមានអាយុ8ឆ្នាំទេ
ពេលនោះគឺការប្រឡងព្យាណូរបស់ឯងគឺត្រឹមតែកម្រិត10តែប៉ុណ្ណោះប៉ុន្តែឯងក៏មិនខ្លាចនឹងធ្វើវាឲ្យបានល្អដែរតែឥឡូវនេះឯងលេងវាបានល្អហើយឯងក៏ទទួលបានសរសើរច្រើនមកផងដែរនៅពេលដែលឯងមានអាយុ14ឆ្នាំឯងបាននិយាយថាឯងចង់ទៅឈីងប៉ីហើយនៅអាយុ15ឆ្នាំឯងបានធ្វើវាបានហើយស្រីដែលជាជំនួយការគេក៏បានគិតក្នុងចិត្តថាកូនស្រីរបស់ខ្ញុំពូកែខ្លាំងណាស់ចៅកូនគឺពូកែខ្លាំងណាស់កូនតែងតែធ្វើអ្វីហើយនៅគិតបានល្អមុននឹងធ្វើដរាបណាឲ្យតែកូនស្រីចង់ធ្វើវានោះកូនស្រីនឹងទទួលបានជោគជ័យមិនខានចៅត្រូវតែជឿជាក់លើខ្លួនឯងយើងទាំងអស់គ្នានឹងមានមោទនភាពចំពោះឯងត្រូវតែមានភាពជឿជាក់លើខ្លួនឯងអ្នកម៉ាក់ខ្ញុំនឹងព្យាយាមខ្ញុំនឹងប្រកាសថាខ្ញុំនឹងអាចធ្វើវាបានចៅពិតជានិយាយបានល្អខ្លាំងណាស់ហេតុអ្វីបានជានាងត្រេកអរខ្លាំងយ៉ាងនេះហើយនាងក៏បានគិតទៀតដែរថាបន្តិចទៀតអ្នកគ្រប់គ្នានឹងបានដឹងហើយថាមានអ្វីឲ្យប្រកាសនោះហើយគ្រប់គ្នានឹងបានឃើញថាហេតុអ្វីបានជាខ្ញុំរំភើបបែបនេះនោះយ៉ានថ្ងៃនេះក៏ជាថ្ងៃពិធីឈានចូលវ័យ18ឆ្នាំរបស់អេរីយ៉ាដែរតើឯងមិនមានអំណោយអ្វីឲ្យទៅនាងទេពិតប្រាកដណាស់ខ្ញុំបានត្រៀមវារួចរាល់ហើយខ្ញុំក៏បានរៀបចំអំណោយដ៏ធំមួយសម្រាប់គេរួចដែរហើយ